ចាជំរាបសួរខ្ញុំឈ្មោះជាធីលីតាមកពីរោងចក្រ Five Full ខ្ញុំធ្វើការនៅនឹង4ឆ្នាំហើយបងហើយក្នុងកំឡុងពេលជំងឺរាតត្បាត COVID ហ្នឹងខាងsupplier គាត់អត់បានបញ្ជាទិញទៀតទេអញ្ចឹងរោងចក្របខំចាត់បាត់ហើយពួកខ្ញុំហ្នឹងក៏មានជួបផលលំបាកជាច្រើនពេលហ្នឹងរោងចក្រអត់បានទូទាត់ឲ្យពួកខ្ញុំតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជាទេខ្ញុំបានបម្រើការងារក្នុងនឹងរយៈពេល8ឆ្នាំជាងហើយរោងចក្របានបិទទ្វារដោយមិនបានទូទាត់ប្រាក់បំណាច់ចុងក្រោយឲ្យមកពួកខ្ញុំមានដូចជាលុយចុងក្រោយលុយបំណាច់ឆ្នាំលុយអតីតភាពការងារលុយកាសជូនដំណឹងនិងលុយជំងឺចិត្តដែលក្រុមហ៊ុនមិនបានទូទាត់ឲ្យពួកខ្ញុំរយៈពេលជាង2ឆ្នាំជាងហើយដែលក្រុមហ៊ុនមិនព្រមទូទាត់ឲ្យពួកខ្ញុំអញ្ចឹងខ្ញុំមានសំណពរឲ្យម្ចាស់ប្រេតទាំងអស់ដូចឲ្យគាត់ជួយរកដំណោះស្រាយឲ្យពួកខ្ញុំពោះដោយសារថាពួកខ្ញុំគេត្រូវបានរោងចក្រហ្នឹងគេប្រឈប់មកយូរហើយរយៈពេលអស់2ឆ្នាំជាងហើយអញ្ចឹងខ្ញុំខាងក្រុមហ៊ុនដូចជាម្ចាស់ប្រេនភ្ញៀវទាំង4ហ្នឹងធំហ្នឹងគាត់ក៏បានទទួលផលកម្រៃចំណេញពីខាងក្រុមហ៊ុនច្រើនដែរអញ្ចឹងខ្ញុំសនំពរពីពួកគាត់ទៅវិញឲ្យពួកគាត់ជួយដល់ពួកខ្ញុំដែលអ្វីដែលជាច្បាប់ដែលពេលក្នុងបំឡុងក្រុមហ៊ុនបាត់ទៅហ្នឹងចង់ឲ្យពួកគាត់ទទួលខុសត្រូវអ្វីដែលពួកគាត់ធ្លាប់ខ្ញុំជាកម្មករដេសម្លៀកបំពាក់ឲ្យពួកគាត់ចង់ឲ្យពួកគាត់ទទួលខុសត្រូវរឿងហ្នឹងចំពោះកម្មករដែលមិនទាន់បានទូទាត់តាមច្បាប់នៃប្រទេសកម្ពុជាបងជីវភាពគ្រួសាររបស់ពួកខ្ញុំឥឡូវវាមានការលំបាកខ្លាំងបើដោយសារជាពតនាគារផងលុយប្រាក់កូនរៀនផងត្រូវចំណាយលុយក្នុងគ្រួសារប្រចាំថ្ងៃផងអញ្ចឹងខ្ញុំសូមឲ្យក្រុមហ៊ុន Five Full ជួយបង់នៅប្រាក់ខែដែលពួកខ្ញុំបានធ្វើការនៅរោងចក្រនឹងឲ្យខ្ញុំផង